យើងគួរតែញ៉ាំវ៉ាតាមីន C បែបណាទៅទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់ជួយទៅដល់ស្បែករបស់យើងផងក៏ដូចជាអង្គតិកការពាររាងកាយរបស់យើងផងអ្នកគ្នាបានដឹងហើយថាវ៉ាតាមីន C គឺល្អមែនទែនចំពោះរាងកាយរបស់យើងហើយអ្នកទាំងអស់គ្នាមានដឹងអត់ថាវ៉ាតាមីន C យើងគួរតែប្រើបែបណាញ៉ាំពេលណាទៅទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់រាងកាយរបស់យើងបឺតស្រូបបានល្អទី1អ្នកទាំងអស់គ្នាគួរតែញ៉ាំឬក៏ក្រៅអាហារអ្នកទាំងអស់គ្នាអាចញ៉ាំវ៉ាតាមីន C បានហើយព្រោះសារវ៉ាតាមីន C គឺជាសារធាតុមួយដែលរលាយនៅក្នុងទឹកក្នុងបរិមាណទឹកច្រើនគឺវាងាយបឺតស្រូបយកបានលឿនអ្នកទាំងអស់គ្នាហើយសម្រាប់អ្នកដែលគាត់ចង់បានស្បែកភ្លឺក្លោចេញពីខាងក្នុងមិនងាយចាស់អ្នកទាំងអស់គ្នាគួរតែញ៉ាំវ៉ាតាមីន C លាយជាមួយនឹង collagen ល្អមែនតើហើយខ្ញុំញ៉ាំជាប្រចាំរាល់ថ្ងៃអ្នកទាំងអស់គ្នានិយាយទៅដោយសារវ៉ាតាមីន C គឺវាដើរតួសំខាន់ខ្លាំងមែនតើនៅក្នុងការផលិតនិងការសម្យក collagen បានលឿននិងបានល្អវាក៏ជា antioxidant ជួយប្រឆាំងនឹង radical សេរីជួយកាត់បន្ថយស្នាមចាស់ជ្រុលជ្រួញនៅលើស្បែករបស់យើងហើយអីកាន់តែពិសេសកាន់តែល្អទៅគឺវាជួយទៅថយការផលិតជាតិពុលរបស់ melanin ជួយឲ្យស្បែករបស់យើងទៅភ្លឺថ្លាចេញពីខាងក្នុងបំបត្តិស្នាមឲ្យខ្មៅក៏ដូចជាស្នាមជ្រុលជ្រួញនៅលើស្បែករបស់យើងហើយខ្ញុំណែនាំមែនតើអ្នកទាំងអស់គ្នាញ៉ាំវ៉ាតាមីន C បានជាប់លាប់ជាប្រចាំថ្ងៃញ៉ាំនៅកម្រិតមួយដែលសមស្របដែលរាងកាយរបស់យើងទទួលយកបានឧទាហរណ៍ 1000 mg អ្នកទាំងអស់គ្នាគឺរាងកាយរបស់យើងត្រូវការមួយថ្ងៃគឺ 1000 mg គឺគ្រប់គ្រាន់សម្រាប់រាងកាយរបស់យើងត្រូវការហើយទី3អ្នកទាំងអស់គ្នាកុំញ៉ាំវ៉ាតាមីន C លាយជាមួយនឹងកាហ្វេឬតែព្រោះសារក្នុងកាហ្វេតែគឺវាមានកាហ្វេអ៊ីនអញ្ចឹងសារធាតុកាហ្វេអ៊ីនគឺវាជួយទៅបញ្ចុះទឹកនោមញ៉ាំជាមួយនឹងវ៉ាតាមីន C អញ្ចឹងទៅគឺយើងនោមទៅអស់អ្នកទាំងអស់គ្នារាងកាយរបស់យើងអត់បានស្រូបគឺវានោមទៅអស់ហ្មងអញ្ចឹងហាមញ៉ាំជាមួយនឹងកាហ្វេឬក៏តែអ្នកទាំងអស់គ្នាមិនបាច់ភ័យថាញ៉ាំវ៉ាតាមីន C ទៅគឺប៉ះពាល់សុខភាពឬក៏វាស្តុកទុកនៅក្នុងរាងកាយរបស់យើងយូរមិនដែលខូចសុខភាពអីទេ no អ្នកទាំងអស់គ្នាខ្ញុំខ្លាចតែខ្វះវ៉ាតាមីន C វិញរាល់ថ្ងៃព្រោះសារវ៉ាតាមីន C គឺវាជាសារធាតុមួយដែលរលាយក្នុងទឹកអញ្ចឹងហើយវានៅក្នុងរាងកាយរបស់យើងអត់យូរដូចវ៉ាតាមីន A ផ្សេងៗ 3-4 ថ្ងៃឬក៏មួយទឹកអីទេអានេះតែមួយថ្ងៃអីអ្នកទាំងអស់គ្នាគឺវាហូរទៅតាមញើសតាមទឹកនោមយើងទៅអស់ហើយអត់មានស្តុកទុកក្នុងរាងកាយរបស់យើងអីដែលខ្ញុំខ្លាចគឺខ្វះវ៉ាតាមីន C វិញអ្នកទាំងអស់គ្នានិយាយមែន